ជុំយីប៉ែនេះជើងខ្លាំងនៅប្រាសាទតាមាន់ធំតើមានគ្នា4នាក់ខ្លែងឯកសារកាត់សោផ្ទះគេចូលនៅធ្វើមិនដឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងហាផ្ទៃឃាត់ខ្លួនបាត់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះឯករិទ្ធិវ័នភេទប្រុសនាថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ដែលមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានកាត់សោចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីមនដានីគម្រោង20ផ្ទះលេខ38ផ្លូវលេខ2ភូមិស្វាយសង្កាត់ស្នាខណ្ឌកំបូររាជធានីភ្នំពេញក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមនីរតន៍វរៈសេនីយ៍ឯកហែមបូណានិងវរៈសេនីយ៍ឯកឆាន់គឹមលីអនុប្រធាននាយកដ្ឋានបានសហការជាមួយអាជ្ញាធរមូលដ្ឋានដោយអញ្ជើញមនុស្ស4នាក់ពាក់ព័ន្ធក្នុងករណីខាងលើមកធ្វើការសាកសួររួមមាន1ឈ្មោះវ៉ាន់ស្រីនិតភេទស្រីអាយុ24ឆ្នាំជនជាតិខ្មែរ2ឈ្មោះសាមសៀមមួយភេទស្រីអាយុ33ឆ្នាំជនជាតិខ្មែរ3ឈ្មោះសឿនណាក់ភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរ4ឈ្មោះផែនម៉ូនីកាភេទស្រីអាយុ43ឆ្នាំជនជាតិខ្មែរគួរបញ្ជាក់ថាស្ត្រីម្នាក់ក្នុងចំណោមនេះធ្លាប់ឆ្លោះប្រកែកជាមួយទាហានថៃនៅលើប្រាសាទតាមាន់ធំកាលនោះគេកោតសរសើរគាត់ច្រើនដែរតើហេតុអ្វីមកមានគំនិតអាក្រក់បបួរគ្នាខ្លែងឯកសារកាត់សោផ្ទះគេចូលនៅបែបនេះជនសង្ស័យខាងលើបានសារភាពប្រហាក់ប្រហែលគ្នាថាពួកខ្លួនពិតជាបានធ្វើសកម្មភាពខ្លែងឯកសារផ្ទះលេខ38ផ្លូវលេខ2ភូមិស្វាយសង្កាត់ស្នោខណ្ឌកំបូររាជធានីភ្នំពេញដើម្បីតប្រព័ន្ធទឹកភ្លើងនិងបានឲ្យបពពួកចូលស្នាក់នៅប្រកាសមែនបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញSV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត